បាទជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាឥឡូវថ្ងៃនេះយើងធ្វើម្ហូបពិសេសមួយនេះគឺជាម្ហូបគេហៅថាខសាច់ជ្រូកជាមួយនឹងតៅហ៊ូនេះមុននឹងយើងយកទៅខគឺយើងយកបំពងវាឲ្យស្រួយខាងក្រៅសិនណាបងប្អូនអញ្ចឹងយើងចាប់ដើមធ្វើការបំពងវាហើយយើងចាប់ដើមលីងសាច់ជ្រូកយើងឲ្យក្រៀមខាងក្រៅបន្តិចស្រួយហើយក្រៀមខាងក្រៅហើយគឺយើងចាប់ដើមដាក់ប្រេងឆាចូលហើយយើងចាប់ដើមធ្វើវាចាប់ដើមដាក់នេះចូលដាក់ស្ករកម្លោចស្ករសូមទោសបងប្អូនដែលអត់បានថតពេលដែលយើងកម្លោចស្ករឆ្លមនឹងហើយបាទយើងចាក់សាច់ជ្រូកចូលយើងចាក់សាច់ជ្រូកយើងដាក់ម្រេចយើងដាក់ម្រេចដាក់អីហើយយើងដាក់ទៅហ៊ូចូលយើងកូរវាឲ្យសព្វហើយយើងចាប់ដើមដាក់ទឹកវាចូលទៅរំងាស់ចាក់ស្រាហ្នឹងយើងត្រាំដោយម្រេចណាបងប្អូនយើងត្រាំដោយម្រេចហើយយើងចាក់វាចូលទៅក្នុងខរបស់យើងហើយយើងរំងាស់វាឲ្យផុយដើម្បីឲ្យវាមានក្លិនម្រេច